ចាប់ពីឆ្នាំ1968ទៅនៅពេលដែលពួកខ្មែរក្រហមនៅក្នុងព្រៃតាមភូមិភាគនីមួយៗកំពុងប្រឹងប្រែងតស៊ូដោយអាវុធប្រឆាំងទប់ទល់នឹងការវាយប្រហារពីសំណាក់កងទ័ពរបស់លន់ នល់ស្រាប់តែសម្ដេចសៀនុផ្ដើមក្តាប់លែងជាប់ស្ថានភាពផ្ទៃក្នុងប្រទេសគូយល់ថាកម្ពុជាក្រោមរបបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុផ្ដើមប្រឈមមុខនឹងគ្រោះថ្នាក់នៃសង្គ្រាមចាប់តាំងពីឆ្នាំ1955 1956 មកម្លេះមូលហេតុគឺមកពីកម្ពុជាក៏ដូចឡាវដែរមានព្រំដែនជាប់គ្នាជាមួយវៀតណាមហើយវៀតណាមកាលនោះកំពុងផ្ដើមคล้ายជាសមរភូមិក្តៅនៃសង្គ្រាមត្រជាក់រវាងនៅម្ខាងអាមេរិកនិងនៅម្ខាងទៀតចិននិងសូវៀតហេតុអ្វីពីព្រោះក្រោយពីអាណានិគមបារាំងបានចាកចេញពីឥណ្ឌូចិនទៅនៅឆ្នាំ1954 1955វៀតណាមត្រូវបានបែងចែកជាពីរវៀតណាមខាងជើងកុម្មុយនីសបែរទៅរកចិននិងសូវៀតរាយវៀតណាមខាងត្បូងដែលជារបបយោធាផ្ដាច់ការបែរទៅរកអាមេរិកតាំងពីពេលនោះមកទ័ពកុម្មុយនីសវៀតណាមខាងជើងដែលគេហៅថាពួកវៀតកុងចូលលុកលុយទៅធ្វើសង្គ្រាមទ័ពព្រៃនៅលើទឹកដីវៀតណាមខាងត្បូងក្នុងគោលដៅបង្រួបបង្រួមវៀតណាមទាំងពីរឲ្យទៅជាប្រទេសតែមួយវិញគឺនៅពេលនោះហើយដែលអាមេរិកសម្រេចចិត្តបញ្ជូនទាហានដើមដំបូងច្រើនម៉ឺននាក់ក្រោយមកទៀតច្រើនសែននាក់មកជួយវៀតណាមខាងត្បូងគឺនៅពេលនោះហើយដែរដែលរបបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុប្រកាសជំហរអព្យាក្រឹតនិយមរបស់ខ្លួនក្នុងគោលដៅធ្វើយ៉ាងណាកុំឲ្យសង្គ្រាមដកចេញពីវៀតណាមឆ្លងចូលមកដល់កម្ពុជាបាននយោបាយអព្យាក្រឹតនិយមនេះអាចនឹងស្រោចស្រង់ស្រុកខ្មែរឲ្យគេចរួចផុតយូរអង្វែងពីភ្លើងសង្គ្រាមបានវាទាល់តែសម្ដេចសៀនុទ្រង់ក្តាប់ជាប់ល្អទាំងស្ថានភាពក្រៅប្រទេសនិងទាំងស្ថានភាពក្នុងប្រទេសនៅត្រង់នេះតាំងពីដើមដំបូងមកកត្តាខាងក្រៅគឺជាការមួយស្មុគស្មាញដែលសម្ដេចសៀនុក្តាប់មិនជាប់និងពិបាកទប់ទល់ជាងគេគឺទង្វើរបស់ពួកវៀតកុងពួកនេះចូលមកលាក់ខ្លួននៅតាមបណ្ដោយព្រំដែននិងក្រោយមកទៀតក្នុងទឹកដីកម្ពុជាតែម្ដងដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិកនិងពីការវាយប្រហាររបស់កងកម្លាំងវៀតណាមខាងត្បូងមិនតែប៉ុណ្ណោះពួកវៀតកុងលួចសង់ផ្លូវលំហ៊ូជីមិញក្នុងទឹកដីឡាវក៏ដូចក្នុងទឹកដីកម្ពុជាដែរពីខាងជើងប្រទេសឡាវរហូតដល់ខាងត្បូងប្រទេសកម្ពុជាដោយមិនគោរពបូរណភាពនិងអធិបតេយ្យរបស់ខ្មែរទាល់តែសោះទន្ទឹមនេះកងទ័ពអាមេរិកដេញវាយប្រហារនឹងតាមទម្លាក់គ្រាប់បែកទៅលើពួកវៀតកុងរហូតដល់ក្នុងទឹកដីកម្ពុជាជាពិសេសចាប់ពីឆ្នាំ1969ទៅដោយរំលោភច្បាប់អន្តរជាតិរួមទាំងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ1954ទៀតផងកត្តាខាងក្រៅមួយទៀតដែលសម្ដេចសៀនុពិបាកទប់ទល់គឺអិរិយាបថរបស់ពួកមហាអំណាចពូលគឺជំហររឹងរូសរបស់អាមេរិកនិងកលល្បិចរបស់ចិនជាជំហរអាមេរិកមិនទទួលស្គាល់អព្យាក្រឹតភាពរបស់កម្ពុជាខុសផ្ទុយពីចិនដែលទទួលស្គាល់វាជាផ្លូវការប៉ុន្តែទាំងអាមេរិកនិងទាំងចិនសិតតែមានបំណងដូចគ្នាអូសទាញកម្ពុជារបស់សម្ដេចសៀនុឲ្យចូលមកក្នុងដែនឥទ្ធិពលរបស់គេរៀងៗខ្លួនជាឧទាហរណ៍ជាក់ស្ដែងគឺអិរិយាបថរឹងរូសខ្លាំងពេករបស់អាមេរិកនេះហើយដែលជំរុញសម្ដេចសៀនុឲ្យផ្ដាច់ទំនាក់ទំនងទូតជាមួយទីក្រុង Washington នៅថ្ងៃទី3 ឧសភា ឆ្នាំ1965វត្តមានរបស់ពួកវៀតកុងនៅលើទឹកដីខ្មែរនិងការទម្លាក់គ្រាប់បែករបស់អាមេរិកចំស្រុកភូមិនិងប្រជារាស្ត្រខ្មែរនៅតាមបណ្ដោយព្រំដែនជាមួយវៀតណាម
សុទ្ធសឹងជាកត្តាខាងក្រៅដែលកម្ពុជាអភិក្រិតរបស់សម្ដេចសៀនុពិបាកទប់ទល់សុទ្ធសឹងជាបញ្ហាដែលคล้ายបន្តិចម្ដងទៅជាទំនាស់ធំរវាងខ្មែរនិងខ្មែររវាងបញ្ញវន្តខ្មែរនិងរវាងអ្នកនយោបាយខ្មែរដោយធ្លាប់បានលើកឡើងរួចហើយថាពីឆ្នាំ1953ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងរហូតដល់ឆ្នាំ1970ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្ដេចសៀនុមានបញ្ញវន្តនិងអ្នកនយោបាយពីរប្រភេទសំខាន់នៅស្រុកខ្មែរនៅម្ខាងមានពួកឆ្វេងនិយមដែលរេទៅរកមនោគមវិជ្ជាកុម្មុយនីសនិងនៅម្ខាងទៀតមានពួកស្ដាំនិយមដែលបែរទៅរកអាមេរិកដោយធ្លាប់បានលើកឡើងហើយដែរថាពួកខ្មែរទាំងពីរប្រភេទនេះដែលប្រជុំមុខដាក់គ្នាឥតស្រាកស្រានតាមរយៈទំព័រសារព័ត៌មាននិងនៅលើឆាកនយោបាយមានគោលដៅមួយដូចគ្នានិងគោលដៅមួយទៀតខុសគ្នាគោលដៅខុសគ្នានោះគឺពួកឆ្វេងនិយមចង់បំបេះសម្ដេចសៀនុចេញពីពួកស្ដាំនិយមរាយពួកស្ដាំនិយមចង់អូសទាញសម្ដេចសៀនុចេញពីពួកឆ្វេងនិយមចំណែកគោលដៅដូចគ្នាវិញរបស់ពួកខ្មែរឆ្វេងនិយមនិងពួកខ្មែរស្ដាំនិយមទាំងនេះគឺក្តីប្រាថ្នាចង់រំលំរបបរាជានិយមនិងដាក់ជំនួសវិញដោយរបបសាធារណរដ្ឋប្រជាមានិតបែបកុម្មុយនីសសម្រាប់ពួកឆ្វេងនិយមឬក៏សាធារណរដ្ឋប្រជាធិបតេយ្យបែបបច្ចិមលោកសម្រាប់ពួកស្ដាំនិយមនៅក្នុងកាលៈទេសៈនៃសង្គ្រាមត្រជាក់និងនៅក្នុងសម័យមួយដែលពួកមហាអំណាចអាមេរិកនិងចិនលូកដៃកកូឥណ្ឌូចិនពួកខ្មែរឆ្វេងនិយមនិងពួកខ្មែរស្ដាំនិយមវាយប្រហារគ្នាទៅវិញទៅមកវាយប្រហារមកខាងទៅលើចក្រពត្តិអាមេរិកនិងមកខាងទៀតទៅលើមនោគមវិជ្ជាកុម្មុយនីសព្រមទាំងជួនកាលវាយប្រហារទៅលើអង្គសម្ដេចសៀនុត្រង់តែម្ដងអញ្ចឹងហើយបានជានៅលើឆាកនយោបាយនិងក្នុងគោលដៅរក្សាជំហរអព្យាក្រឹតនិយមរបស់កម្ពុជាសម្ដេចសីហនុរេម្ដងទៅខាងឆ្វេងនិងរេម្ដងទៅខាងស្ដាំម្ដងប្រើប្រាស់ពួកអ្នកនយោបាយឆ្វេងនិយមដើម្បីខ្ទប់ឥទ្ធិពលខ្លាំងពេករបស់ពួកស្ដាំនិយមនានាការអាមេរិកនិងម្ដងទៀតប្រើប្រាស់កម្លាំងរបស់ពួកអ្នកនយោបាយស្ដាំនិយមដើម្បីគៀបពួកឆ្វេងនិយមនៅក្រៅឆាកនយោបាយវិញជាពិសេសចាប់ពីឆ្នាំ1965 1966ទៅកងនគរបាលនិងកងទ័ពនៃរបបសង្គមរាស្ត្រនិយមត្រូវទប់ស្កាត់ពួកឧទាមខ្មែរសេរីផងនិងពួកឧទាមខ្មែរក្រហមផងនៅក្នុងន័យនេះចាប់ពីចុងឆ្នាំ1967ដើមឆ្នាំ1968ទៅដែលហេតុតែប្រតិកម្មខ្លាំងក្លាពេករបស់ព្រះអង្គឆ្លើយតបនឹងព្រឹត្តិការណ៍បះបោរនៅសំឡូតសម្ដេចសៀនុបាត់បង់អស់រលីងការគាំទ្ររបស់ពួកឆ្វេងនិយមនៅក្នុងប្រទេសសម្រាប់ពួកចម្រើននិយមពីបារាំងគេហៅថា Les Progressistes រួមមានបញ្ញវន្តសាស្ត្រាចារ្យគ្រូបង្រៀននិងនិស្សិតព្រមទាំងសម្រាប់ពួកឧទាមខ្មែរក្រហមដែលកំពុងតស៊ូដោយអាវុធនៅក្នុងព្រៃសម្ដេចសីហនុទ្រង់ក្លាយជាសត្រូវទី1របស់ពួកគេដូចលន់នល់អីចឹងពួកឆ្វេងនិយមទាំងនេះរឹតតែលែងគាំទ្រសម្ដេចសីហនុក្នុងពេលដែលនៅឆ្នាំ1969ព្រះអង្គសុខចិត្តសម្រួលទំនាក់ទំនងទូតឡើងវិញជាមួយអាមេរិកនៅពេលនោះសម្ដេចសីហនុប្រហែលជាឆ្វេងយល់ឃើញថាអាមេរិកនឹងផ្ដល់ជំនួយដល់កម្ពុជាវិញហើយជាមួយជំនួយនេះកម្ពុជានឹងមានលទ្ធភាពពង្រឹងកងទ័ពជាតិឲ្យខ្លាំងមាំមួនដើម្បីរុញច្រានពួកវៀតកុងចេញពីទឹកដីកម្ពុជាប៉ុន្តែនៅឆ្នាំ1969នោះប្រធានាធិបតីអាមេរិក Nixon គិតផ្សេងគិតថាត្រូវផ្ដើមដកទ័ពអាមេរិកចេញពីវៀតណាមខាងត្បូងដើម្បីធានាការពារសុវត្ថិភាពរបស់ទាហានអាមេរិកក្នុងប្រតិបត្តិការដកទ័ពនេះ Nixon សម្រេចចិត្តឲ្យបង្កើនការទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ពួកវៀតកុងនៅលើទឹកដីកម្ពុជាយន្តហោះ B-52 របស់កងទ័ពអាមេរិកផ្ដើមទម្លាក់គ្រាប់បែកមកលើស្រុកខ្មែរនៅខែមីនាឆ្នាំ1969ហើយប្រតិបត្តិការសម្ងាត់នេះដែលរំលោភច្បាប់អន្តរជាតិយ៉ាងកម្រោលប្រព្រឹត្តទៅអស់រយៈពេលជាង1ឆ្នាំក្រៅពីបណ្ដាលឲ្យមានស្លាប់ប្រជាជនខ្មែរច្រើនសន្ធឹកសន្ធាប់ប្រតិបត្តិការទម្លាក់គ្រាប់បែកនេះរបស់អាមេរិកបង្កឲ្យមានផលវិបាកមួយធំ
នោះគឺការរុលចូលកាន់តែជ្រៅមកក្នុងទឹកដីខ្មែររបស់ពួកវៀតកុងគឺនៅពេលនោះហើយដែលកម្ពុជាផ្ដើមលួងខ្លួនក្នុងសង្គ្រាមវៀតណាមគឺក្នុងកលៈទេសៈដ៏អាសន្នបែបនេះហើយដែលនៅខែមករាឆ្នាំ1970សម្ដេចសៀនុទ្រង់យាងចេញទៅស្រុកបារាំងដើម្បីពិនិត្យសុខភាពពេលនោះហើយដែលលន់នល់និងអ្នកអម្ចាស់សិរីមន្តៈដែលជាអ្នកស្ដាំនិយមយោធានិយមនិងអាមេរិកនិយមជួលដៃគ្នាដោយមានការគាំទ្រពេញទំហឹងពីទីក្រុង Washington ដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសៀនុនៅថ្ងៃ18មីនាឆ្នាំ1970រដ្ឋប្រហារទម្លាក់សម្ដេចសៀនុនៅស្រុកខ្មែរប្រព្រឹត្តទៅជួនចំពេលដែលមេខ្មែរក្រហមគឺសាឡុតសកំពុងស្ថិតនៅហាណូយវៀតណាមខាងជើងសាឡុតសយល់ដឹងភ្លាមថាព្រឹត្តិការណ៍18មីនាឆ្នាំ1970គឺជារបត់ប្រវត្តិសាស្ត្រសម្រាប់បដិវត្តកុម្មុយនីសខ្មែរក្រហមរបស់ខ្លួនក្នុងការឈ្មោះទៅវាក្រសោបយកអំណាចនៅភ្នំពេញខ្ញុំនឹងនិយាយបកស្រាយពីប្រធានបទនេះនៅសប្តាហ៍ក្រោយនៅថ្ងៃរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ18មីនា1970សាឡុតសស្ថិតនៅទីក្រុងហាណូយមេដឹកនាំខ្មែរក្រហមរូបនេះត្រូវបានថ្នាក់ដឹកនាំកុម្មុយនីសវៀតណាមក៏ហៅមកជួបតាំងពីចុងឆ្នាំ1969មកម្ល៉េះនេះជាលើកទី2ហើយដែលសាឡុតសក្នុងនាមជាមេដឹកនាំបកកុម្មុយនីសកម្ពុជាបំពេញទស្សនកិច្ចនៅវៀតណាមខាងជើងទស្សនកិច្ចលើកទី1ដូចបានលើកឡើងរួចហើយប្រព្រឹត្តទៅនៅឆ្នាំ1965លើកនេះតើទីក្រុងហាណូយក៏ហៅសាឡុតសទៅធ្វើអ្វីគ្មានអ្នកណាដឹងច្បាស់ឡើយប៉ុន្តែនៅចុងឆ្នាំ1969នោះទីក្រុងហាណូយប្រហែលជាត្រូវការបញ្ជាឲ្យពួកខ្មែរក្រហមពង្រឹងកិច្ចសហការជាមួយទ័ពវៀតកុងរបស់ខ្លួនដែលកំពុងរុលចូលកាន់តែជ្រៅទៅក្នុងស្រុកខ្មែរក្រោយពីប្រធានាធិបតីអាមេរិក Nixon បានបញ្ជាឲ្យបង្កើនការទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ពួកកុម្មុយនីសវៀតណាមនៅលើទឹកដីកម្ពុជារាយសាឡុតសវិញក៏ប្រហែលជាឆ្លៀតពេលនោះសុំអាវុធពីបកកុម្មុយនីសវៀតណាមក្រោយពីបានប្រកាសតស៊ូដោយអាវុធប្រឆាំងនឹងរបបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុនៅដើមឆ្នាំ1968រួចមកអ្វីដែលជាក់ច្បាស់គឺនៅចុងឆ្នាំ1969នោះវៀតណាមខាងជើងដាច់ខាតនៅតែមិនព្រមផ្ដល់អាវុធឲ្យពួកខ្មែរក្រហមនេះក៏មកពីទីក្រុងហាណូយបន្តជឿជាក់ថាអំណាចរបស់សម្ដេចសីហនុនៅរឹងមាំនឹងនៅតែបន្តហុចប្រយោជន៍ដល់កងទ័ពវៀតកុងរបស់ខ្លួនតទៅទៀតទោះបីជាផ្លូវការកម្ពុជានិងអាមេរិកបានសម្រួលឡើងវិញហើយក៏ដោយទំនាក់ទំនងទូតដែលត្រូវបានកាត់ផ្ដាច់តាំងពីឆ្នាំ1965ម្ល៉េះហើយរដ្ឋប្រហារថ្ងៃ18មីនា1970គឺជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យថ្នាក់ដឹកនាំវៀតណាមខាងជើងនិងសាឡុតសភ្ញាក់ផ្អើលមែនទែននៅពេលនោះចិនក៏សម្រេចចិត្តកោះហៅនាយករដ្ឋមន្ត្រីវៀតណាមខាងជើងផាំវ៉ាន់ដុងនិងសាឡុតសដែលមានវត្តមាននៅហាណូយស្រាប់ឲ្យមកទីក្រុងប៉េកាំងជាបន្ទាន់ផាំវ៉ាន់ដុងនិងសាឡុតសទៅដល់ប្រទេសចិន2ថ្ងៃក្រោយសម្ដេចសីហនុដែលទ្រង់យាងចេញពីស្រុកបារាំងជួលទីក្រុងមូស្គូសហភាពសូវៀតមុននឹងយាងទៅដល់ស្រុកចិននៅថ្ងៃទី19មីនាឆ្នាំ1970នៅពេលនោះលាក់មិនឲ្យសម្ដេចសីហនុទ្រង់ដឹងថាសាឡុតសកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំងទេហើយមែនទែនទៅកាលនោះសម្ដេចសីហនុព្រះអង្គក៏មិនទាន់ដឹងដែរទេថាសាឡុតសជាអ្នកណានៅថ្ងៃ23មីនា1970 5ថ្ងៃទេប៉ុណ្ណោះក្រោយរដ្ឋប្រហារទម្លាក់ព្រះអង្គនៅភ្នំពេញសម្ដេចសីហនុទ្រង់ប្រកាសបង្កើតនៅទីក្រុងប៉េកាំង
រណសិរ្សរូបរួមជាតិកម្ពុជានិងអំពាវនាវឲ្យប្រជាជនខ្មែររត់ចូលព្រៃដើម្បីតស៊ូដោយអាវុធប្រឆាំងនឹងរបបលន់នល់ដែលគ្រប់គ្រងដោយចក្រពត្តិអាមេរិកចិនកុម្មុយនីសនិងវៀតណាមខាងជើងកុម្មុយនីសជាអ្នកបញ្ចុះបញ្ចូលឲ្យសម្ដេចសីហនុបង្កើតរណសិរ្សរូបរួមជាតិកម្ពុជានេះឡើងខ្មែរក្រហមក្រោមការដឹកនាំរបស់សាឡុត សនិងដែលរហូតមកទល់ពេលនេះជាសត្រូវរបស់សម្ដេចសីហនុក៏ចូលរួមក្នុងរណសិរ្សនេះដែរគឺនៅពេលនោះហើយក្នុងចន្លោះខែមីនានិងខែមេសាឆ្នាំ1970ដែល17ឆ្នាំក្រោយពីបានក្លាយជាអ្នកបដិវត្តកុម្មុយនីសជាលើកទី1បង្អស់សាឡុត សចាប់ផ្ដើមយល់ថាខ្លួនពិតជាអាចមានវាសនាក្លាយជាអ្នកកាន់អំណាចនៅកម្ពុជាបាននៅប៉ុន្មានឆ្នាំទៀតខាងមុខហេតុអ្វីពីព្រោះទី1សាឡុត សជឿជាក់ថាពួកខ្មែរក្រហមដែលមានជំរុំនិងវត្តមាននៅរប៉ាត់រប៉ាយក្នុងព្រៃនៃភូមិភាគនានាក្នុងប្រទេសកម្ពុជានឹងក្លាយជាចន្ទុលយោធាមុំជាងគេបង្អស់នៃរណសិរ្សរូបរួមជាតិកម្ពុជាពីព្រោះទី2សាឡុត សយល់ថាប្រជាកសិករខ្មែរដែលរងគ្រោះខ្លាំងជាងគេដោយការទម្លាក់គ្រាប់បែករបស់អាមេរិកនិងដែលនៅតែស្រឡាញ់ផ្កាប់មុខសម្ដេចសីហនុនឹងនាំគ្នារត់ចូលព្រៃនិងពីព្រោះទី3ពីពេលនេះតទៅទាំងចិននិងទាំងវៀតណាមខាងជើងនឹងផ្ដល់អាវុធដល់កងកម្លាំងខ្មែរក្រហមនៅក្នុងស្ថានភាពនយោបាយនិងនៅក្នុងស្ថានភាពសិទ្ធិមួយច្បាស់ជាងមុននោះគឺកម្ពុជាក្លាយជាសមរភូមិថ្មីមួយនៃសង្គ្រាមនៅឥណ្ឌូចិនរវាងនៅម្ខាងចិនវៀតណាមខាងជើងរណសិរ្សរូបរួមជាតិកម្ពុជានិងនៅម្ខាងទៀតអាមេរិកវៀតណាមខាងត្បូងនិងរបបលន់នល់សេរីម៉ាន់តានៅខែមេសាឆ្នាំ1970សាឡុត សត្រឡប់ពីប៉េកាំងមកកាន់ជំរុំរបស់ខ្លួនក្នុងព្រៃភ្នំនៃខេត្តរតនគិរីវិញប្រកបដោយស្មារតីសុទិដ្ឋិនិយមក្រៃលែងរួចហើយសាឡុត សនិងមេខ្មែរក្រហមដទៃដូចជានួនជាអៀងសារីនិងសុនសេនជាដើមសម្រេចចិត្តរុះរើទីស្នាក់ការកណ្ដាលរបស់បកកុម្មុយនីសកម្ពុជាទៅដាក់នៅខេត្តកំពង់ធំវិញក្នុងស្រុកសន្ទុកនិយាយចំដោយឡែកគឺនៅក្នុងក្របខ័ណ្ឌនៃសង្គ្រាមឥណ្ឌូចិនទាំងស្រុងនេះហើយបានជានៅចុងឆ្នាំ1970ពួកខ្មែរវៀតមិញជាច្រើនរយនាក់ក្នុងនោះមានដូចជាប៉ែនសវណ្ណនិងកែវចិន្តាជាដើមដែលសុទ្ធតែបានទៅនៅវៀតណាមខាងជើងតាំងពីឆ្នាំ1955មកម្លេះវិលចូលមកក្នុងព្រៃនៃប្រទេសកម្ពុជាវិញដើម្បីចូលរួមធ្វើសង្គ្រាមបដិវត្តជាមួយពួកខ្មែរក្រហមហើយគឺនៅក្នុងក្របខ័ណ្ឌនៃសង្គ្រាមឥណ្ឌូចិនទាំងស្រុងដូចគ្នានេះដែរដែលប៉ុន្មានឆ្នាំដំបូងពួកវៀតកុងចេញមុខច្បាំងជាមួយកងទ័ពនៃរបបសាធារណរដ្ឋរបស់លន់នល់ជំនួសពួកខ្មែរក្រហមគោលដៅគឺវាបំបាក់កងទ័ពជាតិរបស់លន់នល់ឲ្យបានលឿនរហ័សនិងទុកពេលឲ្យសាឡុត សកេនទ័ពបង្ហាត់វឹកវើពួកយោធារបស់ខ្លួនឲ្យចេះធ្វើសង្គ្រាមសិននេះជាប្រធានរឿងដែលខ្ញុំនឹងលើកយកមកនិយាយនៅសប្តាហ៍ក្រោយក្រោយរដ្ឋប្រហារទម្លាក់សម្ដេចសីហនុកម្ពុជាក្លាយយ៉ាងលឿនរហ័សទៅជាសមរភូមិមួយថ្មីនៃសង្គ្រាមឥណ្ឌូចិនមាននៅម្ខាងចិនវៀតណាមខាងជើងនិងរណសិរ្សរូបរួមជាតិកម្ពុជាដែលសម្ដេចសីហនុជាមេដឹកនាំផ្លូវការនិងដែលកងកម្លាំងខ្មែរក្រហមជាសសរទ្រូងនៅក្នុងព្រៃរីនៅម្ខាងទៀតមានអាមេរិកវៀតណាមខាងត្បូងនិងរបបលន់នល់សេរីម៉ាន់តាដែលបានប្រកាសបង្កើតសាធារណរដ្ឋខ្មែរនៅខែតុលាឆ្នាំ1970ប៉ុន្តែក្រោយមកមេខ្មែរក្រហមនិងគ្រប់ឯកសារផ្លូវការនៃបកកុម្មុយនីសកម្ពុជាមិនដែលនិយាយឡើយពីជំនួយរបស់បរទេសជាពិសេសរបស់វៀតណាមខាងជើងពីព្រោះនិយាយបែបនេះធ្វើឲ្យប៉ះពាល់ដល់ការឃោសនារបស់ពួកគេ
ដែលអះអាងថាបានធ្វើបដិវត្តតាមបែបឯករាជ្យម្ចាស់ការដោយមិនពឹងពាក់បរទេសណាទាល់តែសោះដើម្បីយកឈ្នះរបបលន់នល់និងចក្រពត្តិអាមេរិកតាមការពិតនៅឆ្នាំទី1នៃសង្គ្រាមនៅកម្ពុជាគ្មានទាន់មានខ្មែរទេនៅលើសមរភូមិពីចន្លោះខែមេសានិងខែឧសភាឆ្នាំ1970ទ័ពអាមេរិកនិងទ័ពវៀតណាមខាងត្បូងដែលប្រហែលជាបានទទួលការអនុញ្ញាតពីរដ្ឋអំណាចថ្មីនៅភ្នំពេញចូលមកក្នុងទឹកដីកម្ពុជាតែម្ដងដើម្បីវាយប្រហារពួកវៀតកុងកាលសម័យនោះទង្វើបែបនេះរបស់កងទ័ពអាមេរិកថែមទាំងត្រូវបានវៀតណាមខាងជើងប្រើប្រាស់ដើម្បីចោទរដ្ឋបាលអាមេរិករបស់ Nixon Kissinger ថាបាននាំភ្លើងសង្គ្រាមចូលទៅដល់ស្រុកខ្មែរទៀតផងជាហេតុបានបណ្ដាលឲ្យមានការប្រឆាំងជំទាស់និងសង្គ្រាមវៀតណាមកាន់តែខ្លាំងពីសំណាក់មហាជននៅបស្ចិមលោកកាលសម័យនោះយ៉ាងណាក៏ដោយប្រធានាធិបតី Nixon ដែលតាំងពីឆ្នាំ1969មកម្លេះមានផែនការដកទ័ពអាមេរិកចេញពីវៀតណាមខាងត្បូងគ្មានបំណងចង់ជួយរបបសាធារណរដ្ឋខ្មែរពេញដៃពេញជើងទេម្ល៉េះហើយតាំងពីដើមដំបូងម្លេះរដ្ឋបាល Nixon Kissinger បញ្ជាក់ប្រាប់លន់នល់ហើយជាស្រេចថាអាមេរិកជួយជាលុយជួយជាអាវុធយុទ្ធភណ្ឌតែមិនជួយជាកងទ័ពដោយអាមេរិកកំពុងធ្វើនៅវៀតណាមខាងត្បូងទេគឺនៅត្រង់នេះហើយដែលគេអាចយល់បានថាហេតុអ្វីបានជាក្រោយមកទាំងលន់នល់និងទាំងអ្នកអម្ចាស់សិរីមន្តៈអស់សង្ឃឹមខ្លាំងត្បិតបានជ្រុលខ្លួនជឿជាអាមេរិកខ្លាំងពេកនៅក្នុងនេះដូចគ្នាយ៉ាងដែរនឹងយ៉ាងហោចណាស់រហូតដល់ឆ្នាំ1972សង្គ្រាមនៅលើទឹកដីខ្មែរមិនមែនជាការច្បាំងគ្នារវាងខ្មែរនិងខ្មែរទេជាក់ស្ដែង David Chandler ក្នុងសៀវភៅប៉ុលពតបងទី1គូបញ្ជាក់ថាពីចុងឆ្នាំ1970ដល់ឆ្នាំ1972ពួកវៀតកុងច្បាំងនឹងទាហានលន់នល់ជំនួសខ្មែរក្រហមហើយនេះមិនមែនចៃដន្យឡើយត្បិតពួកវៀតកុងចង់ទុកពេលឲ្យពួកខ្មែរក្រហមដែលមិនទាន់ចេះច្បាំងនៅឡើយមានពេលកែនទ័ពនិងមានពេលហាត់វឹកវើធ្វើសង្គ្រាមអញ្ចឹងហើយបានជាប្រតិបត្តិការវាប្រហារទៅលើសម្បុកខ្មែរក្រហមពីសំណាក់ទាហានលន់នល់គឺប្រតិបត្តិការចិនឡាទី1នៅចុងឆ្នាំ1970និងប្រតិបត្តិការចិនឡាទី2នៅខែសីហាឆ្នាំ1971ប៉ះតែជាមួយពួកវៀតកុងនឹងត្រូវទទួលបរាជ័យទាំងស្រុងនៅទីបំផុតក្រោយប្រតិបត្តិការចិនឡាទី1និងចិនឡាទី2កងទ័ពរបស់លន់នល់បដូរយុទ្ធសាស្ត្រងាកចេញពីប្រតិបត្តិការវាយលុកមករកប្រតិបត្តិការរក្សាការពារវិញម្ដងគឺនៅពេលនោះហើយដែលខ្មែរក្រហមមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងបកកុម្មុយនីសរបស់ពួកគេតាមរយៈការពង្រឹងទ័ពនិងតាមរយៈការពង្រឹងមាគ៌ានយោបាយនៃបដិវត្តន៍ពាក់ព័ន្ធនឹងការបង្កើននិងពង្រឹងទ័ពអ្នកដែលមកចូលរួមធ្វើសង្គ្រាមបដិវត្តន៍ជាមួយពួកខ្មែរក្រហមមុនគេគឺពួកខ្មែរវៀតមិញទាំងនេះដែលនៅឆ្នាំ1954-1955បាននាំគ្នាទៅរស់នៅវៀតណាមខាងជើងសម្រេចវិលមកស្រុកខ្មែរវិញនៅចុងឆ្នាំ1970ប៉ុន្តែពួកខ្មែរវៀតមិញទាំងនេះក្នុងនោះរួមមានជាអាចតែនសវណ្ណដែលសុទ្ធតែបានរៀនចេះស្ទាត់យុទ្ធសាស្ត្រនយោបាយនិងយោធានៅហាណូយមិនបានទទួលតំណែងខ្ពង់ខ្ពស់នៅក្នុងជួរទ័ពនិងនៅក្នុងជួរបកទេនេះក៏មកពីសាឡុតសដែលនៅចន្លោះឆ្នាំ1953-1955ក៏ជាខ្មែរវៀតមិញមួយរូបនឹងគេដែរមិនទុកចិត្តពួកខ្មែរកុម្មុយនីសជំនាន់ទី1ទាំងនេះទេក្រោយមកខ្មែរក្រហមហៅពួកខ្មែរវៀតមិញនិងអ្នកដែលត្រូវបានចាត់ទុកជាសត្រូវនៅក្នុងជួរបកកុម្មុយនីសកម្ពុជា
ថាជាពួកក្បាលយួនខ្លួនខ្មែរក្រៅពីពួកខ្មែរវៀតមិញក៏មានដែរពួកអ្នកសីហនុនិយមដែលបានរត់ចូលព្រៃមិនមែនដើម្បីបុព្វហេតុកុម្មុយនីសទេតែដើម្បីបុព្វហេតុសម្ដេចសីហនុភាគច្រើនសុទ្ធសឹងជាប្រជាកសិករដែលបានទទួលរងការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិកនិងដែលស្រឡាញ់ផ្កាប់មុខសម្ដេចសីហនុភ្លាមក្រោយរដ្ឋប្រហារថ្ងៃ18មីនា1970មុននឹងសម្រេចចិត្តរត់ចូលព្រៃប្រជាកសិករខ្លះថែមទាំងបានចូលរួមធ្វើបាតុកម្មនៅតាមទីរួមខេត្តមួយចំនួនក្នុងទូទាំងប្រទេសផងដើម្បីប្រឆាំងនឹងការទម្លាក់សម្ដេចសីហនុប៉ុន្តែបាតុកម្មរបស់ប្រជាកសិករទាំងនេះត្រូវបានកងទ័ពនិងកងនគរបាលរបស់លន់ នល់វាបង្ក្រាបឥតត្រាប្រណីប៉ុន្មានឆ្នាំក្រោយមកពួកខ្មែរវៀតមិញនិងពួកសីហនុនិយមត្រូវបានខ្មែរក្រហមសម្លាប់ចោលសឹងអស់ពីឆ្នាំ1973រហូតដល់ឆ្នាំ1975ដោយឡែកក្រៅពីឆ្លៀតបង្ហាត់វឹកវើពួកយោធាឲ្យចេះធ្វើសង្គ្រាមនិងនៅពេលដែលពួកវៀតកុងកំពុងច្បាំងនឹងទាហានលន់ នល់ជំនួសខ្មែរក្រហមនៅលើសមរភូមិក្នុងប្រទេសកម្ពុជាសាឡុតសឆ្លៀតពង្រឹងមាគ៌ានយោបាយនៃបដិវត្តន៍នៅក្នុងនេះសាឡុតសបើកអង្គប្រជុំជាច្រើនដើម្បីបំពាក់បំពន់ជាបឋមស្មារតីរបស់ពួកយោធាសម្រាប់សាឡុតសនិងមេខ្មែរក្រហមដទៃសង្គ្រាមប្រឆាំងនឹងរបបលន់ នល់គឺជាសង្គ្រាមចិត្តសាស្ត្រជាងជាសង្គ្រាមយោធាសុទ្ធសាធសាឡុតសយល់ដឹងថាទ័ពខ្មែរក្រហមរបស់ខ្លួនខ្សោយមែននៅលើវិស័យអាវុធយុទ្ធភណ្ឌតែស្មារតីប្រយុទ្ធអង្អាចនឹងច្បាស់ជាជួយឲ្យពួកគេយកឈ្នះជាមិនខានទៅលើទាហានរបស់លន់ នល់ដែលបណ្ដើចាប់ផ្ដើមបាក់ទឹកចិត្តដែលហេតុតែបរាជ័យបន្តគ្នានិងដែលហេតុតែអំពើពុករលួយរបស់ពួកមេតបនិងរបស់អ្នកនយោបាយម្ល៉េះហើយបានជាពួកមេខ្មែរក្រហមបង្រៀនគោលការណ៍នយោបាយនៃបដិវត្តន៍ដល់ពួកយោធានិងដល់ប្រជាកសិករក្នុងតំបន់ដែលរំដោះបានបណ្ដើចាប់ពីឆ្នាំ1971ទៅសម្រាប់សាឡុតសចលនាខ្មែរក្រហមនឹងបន្តនៅជាទ័ពចៅព្រៃបើសិនជាបដិវត្តន៍មិនបោះពួយលឿនទៅមុខទេហើយបដិវត្តន៍នឹងមិនអាចមានទៅកើតទេបើគ្មានការគ្រប់គ្រងគោលដៅរបស់សាឡុតសតាមរយៈការបំពាក់បំពន់មាគ៌ានយោបាយបដិវត្តន៍នេះគឺទាក់ទាញការគ្រប់គ្រងច្រើនឡើងពីពួកកសិករក្រនិងបង្វក់ខួរក្បាលរបស់កសិករក្រទាំងនេះឲ្យស្អប់ខ្ពើមពួកសក្តិភូមិពួកមូលធននិយមពួកចក្រពត្តិនិយមពួកបរទេសនិយមនិងពួកអ្នកទីក្រុងដែលបាត់បង់អស់រលីងភាពជាខ្មែរសុទ្ធសាធត្បិតត្រូវបានជូតជ្រាបពេញខ្លួនដោយវប្បធម៌បរទេសយ៉ាងណាក៏ដោយបន្តិចម្ដងសម្ព័ន្ធភាពរវាងពួកកុម្មុយនីសវៀតណាមនិងពួកខ្មែរក្រហមចាប់ផ្ដើមប្រេះស្រាំនិងឈានដល់ទីបញ្ចប់នៅឆ្នាំ1973ហេតុអ្វីខ្ញុំនឹងនិយាយពីប្រធានបទនេះនៅសប្តាហ៍ក្រោយតាំងពីឆ្នាំ1969ម្លេះអាទិភាពសំខាន់ជាងគេរបស់ប្រធានាធិបតីអាមេរិក Nixon គឺចាប់ដៃគ្នាជាមួយចិនកុម្មុយនីសដើម្បីទប់ទល់នឹងសូវៀតកុម្មុយនីស Nixon ចង់ធ្វើបែបនេះត្បិតចិននិងសូវៀតជាកុម្មុយនីសដូចគ្នាមែនពិតតែលែងត្រូវគ្នាទៀតហើយទន្ទឹមនេះបន្តិចម្ដងវៀតណាមខាងជើងកុម្មុយនីសផ្ដើមមិនទុកចិត្តចិនម្យ៉ាងពីព្រោះសម្រាប់ទីក្រុងហាណូយទីក្រុងប៉េកាំងកំពុងក្បត់នឹងខ្លួនដោយផ្ដើមត្រូវគ្នាជាមួយអាមេរិកនៅពេលមួយដែលកងទ័ពអាមេរិកកំពុងបន្តមានវត្តមាននៅវៀតណាមខាងត្បូងតទៅទៀតម្យ៉ាងទៀតពីព្រោះទីក្រុងហាណូយដែលមានមហិច្ឆតាទៅលើឥណ្ឌូចិនមិនទុកចិត្តចិនទេត្បិតចិនក៏មានមហិច្ឆតាទៅលើឥណ្ឌូចិនដូចខ្លួនដែរប៉ុន្តែនៅចន្លោះចុងទសវត្សរ៍1960និងដើមទសវត្សរ៍1970ចិនត្រូវតែបន្តជួយវៀតណាមខាងជើង
ហើយវៀតណាមខាងជើងត្រូវតែបន្តពឹងពាក់ចិនពីព្រោះទាំងសងខាងមានគោលដៅរួមគ្នាមួយនោះគឺបណ្ដេញចក្រពត្តិអាមេរិកចេញពីឥណ្ឌូចិនយ៉ាងណាក៏ដោយនៅពេលនោះសម្ព័ន្ធភាពរវាងប្រទេសកុម្មុយនីសទាំងពីរចិននិងវៀតណាមខាងជើងផ្ដើមប្រេះស្រាំសម្ព័ន្ធភាពប្រេះស្រាំក៏ផ្ដើមកើតឡើងដែររវាងខ្មែរក្រហមនិងវៀតណាមខាងជើងនៅចន្លោះចុងឆ្នាំ1972និងដើមឆ្នាំ1973នៅពេលនោះអាមេរិករបស់ Nixon ដែលបាននឹងកំពុងបន្តដកទ័ពចេញពីវៀតណាមខាងត្បូងបង្ខំឲ្យវៀតណាមខាងជើងទទួលបទឈប់បាញ់មួយទីបំផុតនៅថ្ងៃទី27មករាឆ្នាំ1973វៀតណាមខាងជើងសុកចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយជាមួយអាមេរិកបទឈប់បាញ់នេះគឺជាការចាំបាច់សម្រាប់វៀតណាមខាងជើងពីព្រោះវាតម្រូវឲ្យអាមេរិកឈប់ទម្លាក់គ្រាប់បែកទៅលើពួកវៀតកុងកាលនោះវៀតណាមខាងជើងត្រូវការរក្សាទ័ពវៀតកុងរបស់ខ្លួនឲ្យនៅរឹងមាំដើម្បីវាយសម្រុកយកទីក្រុងសៃហ្គនក្រោយពេលដែលកងទ័ពអាមេរិកចាកចេញអស់ពីវៀតណាមខាងត្បូងប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់នោះក៏តម្រូវឲ្យវៀតណាមខាងជើងដកទ័ពវៀតកុងចេញឲ្យអស់រលីងពីស្រុកខ្មែរដែរម្ល៉េះសម្រាប់សាឡុតសពួកវៀតណាមកុម្មុយនីសកំពុងក្បត់នឹងខ្លួនដោយត្រូវចាកចេញពីស្រុកខ្មែរនិងលែងបន្តជួយខ្មែរក្រហមក្នុងចម្បាំងជាមួយតាហ៊ានលន់នល់ទន្ទឹមនេះសាឡុតសក៏ធូរទ្រូងដែរពីព្រោះមិនចាំបាច់ត្រូវដោះស្រាយបញ្ហាវត្តមាននៃទ័ពវៀតកុងនៅលើទឹកដីខ្មែរនៅពេលសង្គ្រាមចប់និងពីព្រោះតាមពិតទៅតាហ៊ានលន់នល់ត្រូវបានពួកវៀតកុងវាយសំពងឲ្យបាក់កម្លាំងទុនជង្គង់រួចបាត់ទៅហើយដោយឡែកខុសផ្ទុយពីពួកកុម្មុយនីសវៀតណាមនិងពួកកុម្មុយនីសឡាវដែលបានសម្រេចចិត្តទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអាមេរិកនៅឆ្នាំ1973សាឡុតសបដិសេធហេតុអ្វីសម្រាប់សាឡុតសការទទួលយកបទឈប់បាញ់នេះរបស់អាមេរិកអាចនឹងធ្វើឲ្យដំណោះស្រាយតាមផ្លូវនយោបាយនៃបញ្ហាខ្មែរមានសារៈសំខាន់ជាងដំណោះស្រាយតាមផ្លូវសឹកនិយាយបែបផ្សេងសាឡុតសយល់ឃើញថាការទទួលយកបទឈប់បាញ់នេះអាចនឹងធ្វើឲ្យតួនាទីរបស់ខ្លួនក្នុងនាមជាមេទ័ពសំខាន់ជាងគេនៃរណសិរ្សរួបរวมជាតិកម្ពុជាចុះអន់ខ្សោយជាងតួនាទីរបស់សម្ដេចសៀនុដែលជាមេដឹកនាំនយោបាយនៃរណសិរ្សរួបរวมជាតិកម្ពុជាយ៉ាងណាក៏ដោយដោយការគ្រោងទុកពួកវៀតកុងដកទ័ពចេញពីទឹកដីកម្ពុជានៅដើមឆ្នាំ1973ដើម្បីកេណ្ឌគ្នារៀបចំវាយរំលំរបបទីក្រុងសៃហ្គននៅវៀតណាមខាងត្បូងគឺនៅពេលនោះហើយដែលពួកខ្មែរវៀតមិញខ្លះលួចបន្លំខ្លួនចាកចេញពីកម្ពុជាត្រឡប់ទៅកាន់ទឹកដីវៀតណាមវិញជាមួយទ័ពវៀតកុងមូលហេតុគឺមកពីពួកខ្មែរវៀតមិញទាំងនេះដែលមិនត្រូវគ្នានឹងពួកខ្មែរក្រហមផ្ដើមបារម្ភពីសុវត្ថិភាពរបស់ពួកគេរីឯពួកខ្មែរវៀតមិញខ្លះទៀតដែលសុខចិត្តនៅបន្តធ្វើបដិវត្តលើទឹកដីកម្ពុជាតទៅទៀតត្រូវបានខ្មែរក្រហមសម្លាប់សឹងអស់នៅមុនថ្ងៃ17មេសាឆ្នាំ1975ដោយសារតែពួកកុម្មុយនីសវៀតណាមនិងពួកកុម្មុយនីសឡាវបានយល់ព្រមទទួលកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី27មករាឆ្នាំ1973ប្រតិបត្តិការយោធារបស់អាមេរិកនៅលើសមរភូមិវៀតណាមក៏ដូចនៅលើសមរភូមិឡាវត្រូវចប់ផ្ទុយទៅវិញដោយហេតុតែខ្មែរក្រហមមិនព្រមទទួលយកបទឈប់បាញ់នេះកម្ពុជាក្លាយជាផ្ទាំងស៊ីបតែមួយគត់នៃយន្តហោះ B-52 របស់អាមេរិកចាប់ពីខែកុម្ភៈឆ្នាំ1973ទៅពីចន្លោះខែកុម្ភៈដល់ខែសីហាឆ្នាំ1973កងទ័ពអាមេរិកទម្លាក់គ្រាប់បែកប្រមាណជាង50,000 តោនលើទឹកដីកម្ពុជាជាការទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ខ្មែរក្រហមតែវាសម្លាប់ជាពិសេសប្រជាជនស៊ីវិលខ្មែរ
អ្នកស្រុកស្រែចំការមកទល់សប្តាហ៍ថ្ងៃគ្មានឡើយតួលេខជាក់ច្បាស់នៃចំនួនអ្នកស្លាប់នៅក្នុងប្រតិបត្តិការយោធារយៈពេល7ខែនេះរបស់អាមេរិកប៉ុន្តែតាមការប៉ាន់ស្មានអ្នកស្លាប់អាចមានចំនួនពី 30,000 ទៅ 25,000 នាក់ក្នុងនោះជាង 10,000 នាក់ទេប៉ុណ្ណោះជាយោធាខ្មែរក្រហមប្រតិបត្តិការទម្លាក់គ្រាប់បែកនេះរបស់កងទ័ពអាមេរិកធ្វើឲ្យអ្នកស្រុកស្រែចំការខ្មែរមិនតិចទេនាំគ្នារត់ជួលព្រៃទៅចុះជួលជាមួយពួកខ្មែរក្រហមរីឯអ្នកស្រុករាប់ម៉ឺនរាប់សែនអ្នកទៀតនាំគ្នាភៀសខ្លួនទៅជ្រកនៅតាមទីក្រុងជាពិសេសនៅភ្នំពេញយ៉ាងណាក៏ដោយគឺនៅឆ្នាំ1973នោះហើយដែលសម្ព័ន្ធភាពរវាងកុម្មុយនីសវៀតណាមនិងពួកខ្មែរក្រហមដើរដល់ទីបញ្ចប់រវាងពួកកុម្មុយនីសនៃប្រទេសជិតខាងទាំងពីរការមិនទុកចិត្តគ្នារីកធំឡើងជាលំដាប់ចាប់តាំងពីពេលនោះមកក្រោយមកទៀតពួកវៀតណាមកុម្មុយនីសនិងពួកខ្មែរក្រហមក្លាយជាសត្រូវស៊ីសាច់ហុតឈាមគ្នាក្រោយពីវៀតណាមកុម្មុយនីសសើយគូតដាក់ចិនកុម្មុយនីសដើម្បីបែរទៅរកសូវៀតកុម្មុយនីសនិងក្រោយពីខ្មែរក្រហមសើយគូតដាក់វៀតណាមកុម្មុយនីសដើម្បីបែរទៅរកចិនកុម្មុយនីសដូចបានលើកឡើងរួចហើយថាចាប់ពីឆ្នាំ1973ទៅសម្ព័ន្ធភាពជាប្រវត្តិសាស្ត្ររវាងកុម្មុយនីសវៀតណាមនិងពួកខ្មែរក្រហមផ្ដើមដើរដល់ទីបញ្ចប់ក្រោយពីវៀតណាមខាងជើងបានចុះហត្ថលេខាទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអាមេរិកនៅថ្ងៃទី27មករាឆ្នាំ1973ដោយបានលើកឡើងរួចហើយដែរថាកិច្ចព្រមព្រៀងនេះនាំមកភ្លាមនៅផលវិបាកធ្ងន់ធ្ងរពីរយ៉ាងសម្រាប់ពួកខ្មែរក្រហមម្យ៉ាងវាតម្រូវឲ្យពួកវៀតកុងដកទ័ពចេញពីទឹកដីកម្ពុជានៅឆ្នាំ1973នោះដោយទុកឲ្យខ្មែរក្រហមនៅតែឯងដើម្បីបន្តច្បាំងគ្នាជាមួយទាហានលន់នល់ម្យ៉ាងទៀតដែលហេតុតែខ្មែរក្រហមមិនព្រមទទួលយកបទឈប់បាញ់នេះដែលសូម្បីតែពួកកុម្មុយនីសឡាវក៏សុខចិត្តទទួលយកដែរនោះកម្ពុជាក្លាយជាផ្ទាំងស៊ីបតែមួយគត់នៃយន្តហោះ B-52 របស់អាមេរិកនៅឥណ្ឌូចិនគឺជាការទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ខ្មែរក្រហមទោះជាវាសម្លាប់ជាពិសេសប្រជាជនស៊ីវិលខ្មែរអ្នកស្រុកស្រែចំការក៏ដោយម្ល៉េះហើយសម្រាប់ខ្មែរក្រហមពួកវៀតណាមកុម្មុយនីសដែលបានទទួលយកបទឈប់បាញ់នេះជាមួយអាមេរិកកំពុងតែក្បត់នឹងខ្លួនគឺនៅពេលនោះហើយនិយាយចំនៅខែមីនាឆ្នាំ1973ដែលសម្ដេចសីហនុនិងព្រះជាយាយាងពីស្រុកចិនមកកាន់តំបន់រំដោះពូលគឺតំបន់ដែលគ្រប់គ្រងដោយពួកខ្មែរក្រហមនៅក្នុងទឹកដីកម្ពុជាយោងទៅតាមប្រវត្តិវិទូ David Chandler និងអ្នកសារព័ត៌មាន Elizabeth Baker គឺចិននិងវៀតណាមខាងជើងជាអ្នករៀបចំព្រះរាជដំណើរនេះរបស់សម្ដេចសីហនុនិងព្រះជាយាព្រះរាជដំណើរនេះមានរយៈពេល3សប្តាហ៍ប្រព្រឹត្តទៅនៅទីបញ្ជាការភូមិភាគខាងជើងរបស់ខ្មែរក្រហមក្នុងបរិយាកាសមួយដូចឆាកល្ខោនពីព្រោះបើយោងទៅតាមសម្ដេចសីហនុកាលនោះព្រះអង្គនិងព្រះជាយាមិនបានឃើញអ្វីធំដុំទេឃើញតែអ្វីដែលពួកខ្មែរក្រហមចង់បង្ហាញដូចឆាកល្ខោនពីព្រោះបើយោងទៅតាមប្រវត្តិវិទូ David Chandler កាលនោះសម្ដេចសីហនុនិងព្រះជាយាបានស្គាល់មុខនិងបានស្គាល់ឈ្មោះពួកមេខ្មែរក្រហមសឹងគ្រប់គ្នាដូចយ៉ាងខៀវសំផនហ៊ូយុនហ៊ូនឹមខៀវពុនរីសុនសេននិងគុយធួនស្គាល់សឹងទាំងអស់លើកលែងតែសាឡុតសឬប៉ុលពតមួយចេញសាឡុតសឬប៉ុលពតដែលមានវត្តមាននៅក្នុងជំនួបនោះដែរបានដើរតួជាយោធាខ្មែរក្រហមម្នាក់មិនសំខាន់មិនបញ្ចេញឈ្មោះនិងមិននិយាយស្ដីសាឡុតសប្រហែលជាថែមទាំងបានលួចអស់សំណើចនៅក្នុងពោះតែម្នាក់ឯងទៀតផងពីព្រោះគេបានប្រើខៀវសំផន
ហ៊ូយុននិងហ៊ូនឹមឲ្យដើរតួជាអ្នកដឹកនាំចលនាខ្មែរក្រហមជំនួសគេនិងពីព្រោះសូម្បីតែសម្ដេចសៀនុក៏មិនស្គាល់ឈ្មោះមិនស្គាល់មុខនិងមិនស្គាល់តួនាទីពិតប្រាកដរបស់គេផងយ៉ាងណាក៏ដោយគ្មានមេខ្មែរក្រហមណាម្នាក់ដែលត្រូវបានអនុញ្ញាតឲ្យជួបសន្ទនាដោយផ្ទាល់ជាមួយសម្ដេចសៀនុនិងព្រះជាយាទេប៉ុន្តែខៀវសំផនបានឆ្លៀតទូលសម្ដេចសៀនុនៅពេលនោះថាវៀតណាមខាងជើងបានផ្ដើមបោះបង់ចោលពួកខ្មែរក្រហមដែលជាសម្ព័ន្ធមិត្តហេតុអ្វីបានជានៅខែមីនាឆ្នាំ1973ទាំងប៉េកាំងនិងទាំងហាណូយសម្រេចចិត្តរៀបចំព្រះរាជទស្សនកិច្ចរបស់សម្ដេចសៀនុនិងព្រះជាយានៅក្នុងតំបន់រំដោះរបស់ខ្មែរក្រហម